អបអសាទរខួប27ឆ្នាំនៃនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុនសែននិងអបអសាទរទិវាសន្តិភាពនៅកម្ពុជាឆ្នាំ2025និងខួប7ឆ្នាំនៃការបង្កើតវិមានឈ្នះឈ្នះនៅថ្ងៃទី29ខែធ្នូឆ្នាំ2025នេះគឺជាខួប27ឆ្នាំហើយសម្រាប់ការអនុវត្តប្រកបដោយភាពជោគជ័យនៅនយោបាយឈ្នះឈ្នះដែលដាក់ចេញដោយសម្ដេចតេជោហ៊ុនសែនក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជានាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍពេញផ្ទៃប្រទេសនិងអបអរសាទរទិវាសន្តិភាពនៅកម្ពុជាដែលរាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី29ខែធ្នូជារៀងរាល់ឆ្នាំជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជាដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជានិងការស្រឡាញ់សន្តិភាពហើយស្អប់ខ្ពើមសង្គ្រាមមាននយោបាយឈ្នះឈ្នះមានសុខសន្តិភាពនិងមានការអភិវឌ្ឍរីកចម្រើនអរគុណសន្តិភាព